លោកធុដងមួយអង្គបានសម្រាកក្នុងព្រៃស្ងាត់ជាមួយសត្វផងទាំងពួងលុះនៅយូរៗទៅទើបលោកចេះភាសាសត្វឡើងល្ងាចមួយពេលលោកសឹងក្រោមម្លប់ឈើស្រាប់តែមានក្អែកមួយលលោកមួយប្រាសមួយនិងពស់មួយចូលមកប្រជុំគ្នានៅទីនោះដែរសត្វទាំង4ជជែកគ្នារកហេតុអាក្រក់ទាំងឡាយក្នុងលោកក្អែកនិយាយមុនគេថាហេតុអាក្រក់ទាំងអស់កើតមកពីការស្រែកឃ្លានព្រោះថាកាលណាខ្ញុំបានស៊ីឆ្អែតខ្ញុំរីករាយចិត្តនៅមួយកន្លែងបានខ្ញុំរស់មាត់រស់កហើយអ្វីដែលខ្ញុំឃើញសុទ្ធតែធ្វើខ្ញុំត្រេកអរទាំងអស់ប៉ុន្តែកាលណាខ្ញុំឃ្លានរកអ្វីស៊ីគ្មានខ្ញុំចេះតែទាស់ទែងចិត្តនឹងមុំម៉ៅឥតស្រាព្រះអាទិត្យរះត្រចង់មេឃខៀវថ្លាយប់ក៏មិនអាចជាទីពេញចិត្តខ្ញុំដែរខ្ញុំរសាប់រសល់ម្ដងហើទៅតែម្ដងហើទៅនោះរកពេលសម្រាកគ្មានប្រសិនជាខ្ញុំប្រទះចំណីអ្វីមួយខ្ញុំបោះពួយឆាបយកចំណីនោះដោយគ្មានគិតគ្រោះថ្នាក់អន្ទាក់ដំបងឬព្រួយឡើយនិយាយខ្លីទៅសំបីចំណីនោះនៅមាត់ឆ្កែឬមាត់ចចកខ្ញុំហ៊ានទៅដណ្ដើមស៊ីដែរតាមខ្ញុំដឹងសត្វទាំងឡាយត្រូវវិនិច្ឆ័យខ្លួនព្រោះតែការស្រែកឃ្លាននេះឯងព្រោះដល់ហេតុនេះខ្ញុំជឿជាក់ថាហេតុអាក្រក់ទាំងអស់កើតមកពីការស្រែកឃ្លានលើលោកថាមិនមែនទេបើតាមខ្ញុំហេតុអាក្រក់ទាំងអស់កើតមកពីការមានស្នេហាបើយើងនៅលាវព្រោះយើងគ្មានអំពើទុកប៉ុន្មានឡើយយើងអាចរស់មួយកែស៊ីតែមួយឆ្អែតបានប៉ុន្តែធម្មជាតិតម្រូវឲ្យយើងមានគូស្រកកហើយដែលយើងមិនអាចនឹងជៀសវាងបានហើយកាលណាយើងមានគូគាត់យើងស្រឡាញ់គាត់ចិត្តដែលជាហេតុមួយនាំឲ្យយើងនៅមិនសុខហើយយើងចេះតែបារម្ភខ្លាចគូយើងអាស្រ័យឃ្លានក្រែងពុំបានសុខកាយសប្បាយចិត្តហើយយើងមានកង្វល់ទុកហើយប្រសិនជាបាត់គូយើងមួយពេលយើងនឹកឃើញថាក្រែងស្ទាំងឆាបឬព្រានបាញ់គូសម្លាញ់យើងគេដឹងយើងរសាប់រសល់នៅមិនសុខត្រូវចាយទៅត្រុករករកគូយើងសពកន្លែងដែលអត់រឯងអ្វីឡើយពីលួតែឃើញគូកំណានយើងជាប់អន្ទាក់ឬស្លាប់គឺយើងអស់ផ្លូវនឹងរស់ទៀតហើយយើងកើតទុកសង្រែងភ្លេចចំណៃភ្លេចទឹករ៉ាំរ៉ៅសត្វទាំងឡាយស្លាប់ខ្លួនព្រោះប្រត់គូគប់ហើយដល់ហេតុនេះខ្ញុំថាហេតុអាក្រក់ទាំងអស់កើតមកពីការមានស្នេហាពុះនិយាយថាហេតុអាក្រក់ទាំងអស់បណ្ដាលមកពីកំហឹងមិនមែនកើតមកពីការស្រែកឃ្លានឬការមានស្នេហាទេបើយើងស្រឡាញ់សន្តិភាពព្រមយល់ចិត្តគ្នាទៅវិញទៅមកតើយើងមានអ្វីនឹងក្រោតខឹងមានអ្វីនឹងធ្វើយើងកើតកង្វល់ដូចទៅវិញឲ្យតែមានគេធ្វើទាស់ចិត្តគំនិតយើងផ្លែយើងច្រឡោតខឹងភ្លាមហើយយើងរករឿងសូមសឹកគេវិញអត់បង្អស់យើងស្រែកហក់លូនរកចាប់រកកម្មគេរហូតដល់ភ្លេចខ្លួនហើយក្រែងលេងក្រែងអ្វីទាំងអស់ទោះពុកម្ដាយយើងខកក៏យើងមិនយល់មុខគាត់ដែរតណាខករកមុខសត្រូវយើងមិនឃើញកំហឹងយើងកាន់តែពោឡើងចិត្តយើងក្តៅក្រហាយដល់ខាងកន្ទុយខ្លួនឯងកំហឹងដល់កម្លាំងនេះនឹងបាត់ទៅបានលុះណាតែខ្លួនយើងវិនិច្ឆ័យដល់ហេតុនេះបានជាខ្ញុំថាហេតុអាក្រក់គ្រប់យ៉ាងកើតមកពីកំហឹងប្រាស់ឆ្លើយឡើងថាខុសទាំងអស់ហេតុអាក្រក់មិនមែនបង្កឡើងពីកំហឹងពីស្នេហាពីការស្រែកឃ្លានទេខ្ញុំយល់ថាហេតុអាក្រក់កើតឡើងពីកម្លាចអ្នកណាក្លាហានអាចរស់នៅបានសុខសាន្តខ្ញុំមានស្នែងវែងមានជើងតូចស្រាវហើយមាំផងសត្វណាតូចខ្ញុំខោកមួយស្នែងវាលែងហ៊ានមកជិតខ្ញុំហើយសត្វណាធំខ្ញុំអាចរត់យករួចខ្លួនដោយគេចពីវាបានងាយប៉ុន្តែស្នែងក្តីជើងក្តីកម្លាំងខ្លួនខ្ញុំក្តីមិនអាចជួយឲ្យខ្ញុំបាត់ខ្លាចឡើយស្នូមេឃឈើធ្លាក់ប្រោកខ្ញុំភ្ញាក់ព្រឺតបេះដូងខ្ញុំយោខ្ញុំភ័យផ្អើលបោកភីកទន្សាយឬសត្វស្លាបមួយរត់ឬហែកាត់មុខខ្ញុំមើលទៅវាឃើញសុទ្ធតែសត្វធំទាំងអស់ការភ័យខ្លាចទឹកដាស់នេះនាំឲ្យខ្ញុំទៅជួបនឹងខ្លាមានម្ដងគេចពីឆ្កែខ្ញុំបែរទៅជួបនឹងព្រាយខ្ញុំរត់គ្មានសន្តាប់ធ្នាប់ទិសដំបងដរាផ្្លាត់ជើងដួលក្រេចចង្កេះជួនធ្លាក់ក្នុងជ្រោះភព
ពេលដេកខ្ញុំបិទភ្នែកមិនជិតត្រចៀកខ្ញុំប្រុងស្ដាប់ជានិច្ចខ្ញុំរកពេលសម្រាប់មិនបានព្រោះខ្ញុំខ្លាចដែលហេតុនេះបានជាខ្ញុំយល់ថាហេតុអាក្រក់ទាំងអស់ក្នុងនោះកើតមកពីកម្លាំងខណៈលោកទូតដងមានព្រះសង្ឃដីកាថានឹងថាហេតុអាក្រក់ទាំងអស់កើតពីការស្រែកឃ្លានក៏មិនមែនពីស្នេហាក៏មិនមែនពីកំហឹងក៏មិនមែនពីកំឡាយក៏មិនមែនទេតាមពិតហេតុអាក្រក់ទាំងពួងក្នុងលោកបណ្ដាលមកពីរូបកាយយើងព្រោះដោយសាររូបកាយនេះហើយបានជាយើងឃ្លានយើងស្នេហាយើងខឹងយើងខ្លាចរកទីបំផុតគ្មាន